យ៉ាតែងខ្លួនទៅព្រលឹមតាចេះថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាធ្វើដំណើរមួយខ្ញុំមកព្រឹកចាំមើលថាពួកខ្ញុំទៅខាងណាវិញម៉ោង 5:06 ព្រឹកយើងជិះដំណើរតាមរថភ្លើងមេឃនៅងងឹតនៅឡើយដោយសារតែខែល្ងាព្រះអាទិត្យរះរាងយឺតតម្រាំទៅដល់ពលានយន្តហោះយើងត្រូវដូររថភ្លើងមួយទៀតថ្ងៃនេះមនុស្សធ្វើដំណើរច្រើនណាស់ដោយសារថ្ងៃបុណ្យនៅអាមេរិកថ្ងៃបុណ្យអីគេចេះអ្នកទាំងអស់គ្នាអាចទីដឹងយើងធ្វើដំណើរពី DC ទៅ Chicago តាមយន្តហោះនេះរយៈពេលជិត2ម៉ោងហើយមួយផ្លេតសោះដល់ហើយទៅដល់ផ្ទះប៉ាម៉ា Andrew ហើយ Rufus គិននឹកគេខានជួបគ្នាជិត5ខែខ្ញុំសំណាងបានម៉ាក់ក្មេកស្រឡាញ់គាត់ធ្វើម្ហូបជិត10មុខចាំទទួលហ្មងសុទ្ធតែម្ហូបដែលខ្ញុំចូលចិត្តគាត់ថាធ្វើទុកឲ្យនេះណាយើងសម្រាប់មួយផ្លេតក្រោយពីយើងធ្វើម្ហូបដើម្បីយកទៅជុំគ្រួសារធំថ្ងៃបុណ្យ Thanksgiving ហើយរាល់ឆ្នាំយើងទៅជុំគ្នានៅផ្ទះ Ming Andrew ម្ហូបច្រើនមុខណាបងប្អូនអើយតែរបស់ពិសេសគឺមាន់ Turkey អរគុណច្រើនដែលបានមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ